តើធ្វើយ៉ាងណាទើបដឹងថាយើងចង់អានសៀវភៅប្រភេទអីគេក្នុងករណីនេះគឺខ្ញុំលើកយកតែសៀវភៅប្រភេទ fiction ទេចម្លើយរបស់ខ្ញុំគឺ experiment សាកល្បងអានចនរាផ្សេងៗដែលអ្នកទាំងអស់គ្នាដែលបានអានតាមបទពិសោធន៍របស់ខ្ញុំកាលពីមុនខ្ញុំអានតែ2-3ចនរាដូចជា contemporary សហសម័យហើយនិង fantasy តែឥឡូវខ្ញុំអានចនរាផ្សេងៗដូចជា dark academia thriller mystery sci-fi ហើយនិង historical ជាដើមហើយនៅចុងក្រោយខ្ញុំបែរជាអាចចូលចិត្តអានសៀវភៅប្រភេទទាំងអស់ហ្នឹងខ្លាំងមែនទែនខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាចូលចិត្តប្រភេទរឿងថ្មីៗទាំងអស់ហ្នឹងដែរបន្ទាប់ពីអ្នកនរគ្នាបានសាកល្បងអានវាហើយគឺដូចខ្ញុំអញ្ចឹងមូលហេតុដែលខ្ញុំចង់ឲ្យអ្នកនរគ្នារៀនសាកល្បងអានអ្វីដែលថ្មីទី1គឺខ្ញុំចង់ឲ្យអ្នកនរគ្នារៀនស្វែងរក taste របស់ខ្លួនឯងទី2 normal self doubt ខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នា stress out ដោយសារតែពិបាកក្នុងការស្វែងរកសៀវភៅអីមកអានទេហើយក៏បោះបង់ទម្លាប់ក្នុងការអានចោលអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនសាកល្បង experiment នៅរឿងទាំងអស់ហ្នឹងថ្មីៗហ្នឹងខ្ញុំបានសាកល្បងសៀវភៅដែលមានសាច់រឿងបែប romance ហើយសំខាន់នៅក្នុងសាច់រឿងហ្នឹងគឺវាមានឈុតឆាក spicy ទៀតអាចនិយាយបានថាgenreបែបហ្នឹង is my least favorite តែក៏មិនស្អប់ដែរគ្រាន់តែខ្ញុំអត់សូវបានអានសៀវភៅដែលមានសាច់រឿងនឹងឈុតឆាកបែបហ្នឹង